សេរីក្នុងទីនេះគឺជាសេចក្តីល្អឬជាបុណ្យកុសលពន្លឺធម៌ព្រះពុទ្ធសេរីសួស្តីជាទ្រព្យដ៏ប្រសើរសេរីក្នុងទីនេះគឺជាសេចក្តីល្អឬជាបុណ្យកុសលដែលមនុស្សយើងបានធ្វើមកតាមលំដាប់លំដោយរហូតបានជាបញ្ញត្តិជាគំនោបុណ្យឬជាបុណ្យបារមីដែលជាប់តាមបុគ្គលអ្នកធ្វើទាំងនោះរហូតមកដល់នេះសិរីគឺជាទីមកហើយស្ថិតនៅនៃភោគៈទាំងឡាយដោយសេចក្តីថាភោគៈសម្បត្តិទាំងឡាយហាក់ដូចជាចូលចិត្តតែមនុស្សណាដែលមានសេរីនៅក្នុងខ្លួនចឹងរីឯមនុស្សណាដែលមិនមានសេរីនៅក្នុងខ្លួនឬអស់សេរីសម្បត្តិមិនប្រាថ្នានៅជាមួយឡើយមនុស្សយើងសំបីតែបានភោគៈសម្បត្តិមកអំពីគំនោមរតកដីបានមកអំពីអំពើអ្វីផ្សេងក្តីតែកាលណាខ្វះសេរីហើយភោគៈសម្បត្តិទាំងអស់នោះរមែងសន្សំអស់ទៅពេលខ្លះសម្បត្តិថ្មីដែលបានមកនោះត្រឡប់ទៅជាមកនាំយកសម្បត្តិចាស់ឲ្យលាសទៅជាមួយក៏មានថែមទាំងគ្រោះថ្នាក់ដល់ខ្លួនជាម្ចាស់ទៀតផងបុណ្យដែលចាត់ថាជាសេរីនោះបានដល់បុណ្យគឺការប្រព្រឹត្តនៅគោលដែលជាសេចក្តីល្អផ្សេងដូចជាការមានមេត្តាករុណាការអើពើទំនុកបំរុងការមានជីពសុចរិតការនិយាយពីនេះពីនោះនិយាយពីរោះការគោរពអោនលំទោនជាដើមដែលធ្វើឲ្យអ្នកដទៃពេញចិត្តចិត្តដិតស្និទ្ធស្នាលនិងជាឧបការៈជួយឲ្យខ្លួនឯងមានសេចក្តីចម្រើនឈានឡើងដោយតាមរួមទាំងការវាចានៅអំពើអាក្រក់ទុច្ចរិតគ្រប់បែបយ៉ាងវាចាអបាយមុខគ្រប់ប្រការហើយមានការព្យាយាមមិនខ្ជិលច្រអូសក្នុងការងារផ្សេងទាំងអស់នេះគឺជាសេរីរបស់មនុស្សដែលប្រព្រឹត្តធម៌ដោយគោលមកនេះចាត់ថាជាមនុស្សមានសេរីនិងសមគួរជាមនុស្សប្រភេទជាទីមកហើយស្ថិតនៅភោគៈទាំងឡាយចំណែកមនុស្សមិនប្រព្រឹត្តធម៌វាចាទុច្ចរិតមិនបានញៀនក្នុងអបាយមុខសពគ្រប់ដូចនេះទោះជាមានទ្រព្យសម្បត្តិមកពីណាក៏ដោយក៏នៅមិនយូរឡើយត្រឹមតែមួយថ្ងៃពីរថ្ងៃនិងក៏មានហេតុឲ្យទ្រព្យសម្បត្តិនឹងចាកចេញទៅវិញទៅនៅជាមួយមនុស្សដែលមានសេរីសួស្តីវិញឲ្យពិតសេរីនេះនៅជាមួយអ្នកណាគឺជារបស់មនុស្ស
មិនអាចខ្ចីគ្នាឬសុំគ្នាឬលួចគ្នាបានឡើយមិនមែនដូចជាទ្របខាងក្រៅដែលអាចខ្ចីគ្នាជាដើមបានទេម្យ៉ាងទៀតសិរីបានដល់ភាពជាធំមានឋានៈខ្ពង់ខ្ពស់មានយសស័ក្តិដោយបុណ្យបារមីចាស់ឬក៏បុណ្យថ្មីក៏ដោយការចេះដឹងប្រកដោយសមត្ថភាពពិតប្រាកដក៏ដោយអ្នកនោះរមែងបានទទួលនូវទ្រព្យសម្បត្តិទាំងឡាយដែលមកអំពីគ្រប់ទិសទាំងពួងព្រោះមានភាពជាអមនឹងឯងហើយហេតុនេះបើត្រូវការឲ្យមានសេរីសុខស្ដីក្នុងខ្លួនឬនៅជាមួយខ្លួនត្រូវសារសេរីសុខស្ដីនោះដោយការប្រព្រឹត្តខ្លួនឲ្យទៅជាមនុស្សល្អជាមនុស្សយល់ហេតុផលនិងមានគុណធម៌មានទឹកចិត្តមិនឃើញតែខ្លួនឯងមានព្យាយាមមាំមួនចេះប្រយ័ត្នមានអត្តធម៌គ្រប់គ្រងអាជីពដោយសិនធ្វើការងារប្រាក់ចាស់ទុកជាដើមវាចាស់នៅអបាយមុខដោយតែគូគឺចេះរៀបចំជីវិតឲ្យជាទីកើតឡើងនិងជាទីអាស្រ័យនៅសេរីសុខស្ដីនឹងឯងមនុស្សមានសេរីសុខស្ដីនៅក្នុងទីណារមែងនៅក្នុងទីនោះចម្រើននៅក្នុងគ្រួសារណាគ្រួសារនោះក៏មានការរស់នៅជាសុខមានលៀបមានយសមានទ្រព្យសម្បត្តិដុកស្ដំខិតហេគង់វង្សយូរអង្វែងនិងមានភាពត្រជាក់ត្រជុំក្នុងក្រុមគ្រួសារទាំងឡាយដែលបានប្រព្រឹត្តធ្វើនៅពណ៌ផ្សេងៗដែលជាកុសលសិរីគឺទើបជាទ្រព្យសម្បត្តិដ៏ប្រសើរនិងជាទីស្ថិតនៅនៃភោគៈទាំងឡាយដោយពិតប្រាកដ